ទីផ្សារសកលនៅតែស្ថិតក្រោមសម្ពាធពីស្ថានភាពនិងមជ្ឈមណ្ឌលគណៈភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តឡើងកម្ដៅហើយទីបញ្ជាការកណ្ដាលអាមេរិកសិនខំបានបញ្ជាក់ថានឹងនៅតែបន្តវាយប្រហារទៅលើអ៊ីរ៉ង់បន្តទៀតហើយថ្មីនេះនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសលោកអាឌីប៊ឺនហាំបានប្រកាសអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់អង់គ្លេសដើម្បីធ្វើការវាយប្រហារទៅលើអ៊ីរ៉ង់ផងដែរដែលនេះបង្ហាញថាសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហាក់ត្រូវបានជ្រុំជ្រែងបន្ថែមពីសម្ព័ន្ធមិត្តបន្ថែមពីនេះការគម្រាមកំហែងលើផ្លូវដឹកជញ្ជូនពាណិជ្ជកម្មពីកងកម្លាំងហូទីនដែលគ្រប់គ្រងដោយអ៊ីរ៉ង់និងចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហូម៉ូសនិងសមុទ្រក្រហមនៅតែបន្តដែលនេះកំពុងបង្កើនហានិភ័យលើទីផ្សារថាមពលទោះបីជាការផលិតប្រេងមិនទាន់រងការរំខានដោយផ្ទាល់ក៏ដោយក៏ការកើនឡើងនៃថ្លៃដឹកជញ្ជូននិងការធានារ៉ាប់រងនិងហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់អាចជំរុញឲ្យតម្លៃប្រេងនិងអតិផរណាកើនឡើងសារជាថ្មីក៏ថាបាននេះជាចំណុចដែលវិនិយោគិនត្រូវយកចិត្តទុកដាក់ប្រសិនបើតម្លៃប្រេងនៅតែរក្សាកម្រិតខ្ពស់វាអាចបង្ខំឲ្យ Fed ពន្យាពេលការកាត់បន្ថយអត្រាការប្រាក់នេះបង្ហាញថាចំនួននៅមធ្យមបពាលែងជាកត្តាភូមិសាស្ត្រនយោបាយតែប៉ុណ្ណោះទេប៉ុន្តែកំពុងក្លាយជាហានិភ័យម៉ាក្រូសេដ្ឋកិច្ចដែលប៉ះពាល់ដល់ទិសដៅទីផ្សារសកលនៅផ្នែកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបន្ទាប់ពីអតិផរណាបង្ហាញសញ្ញាធូរស្រាលវិនិយោគិនរំពឹងថា Fed អាចរក្សាអត្រាការប្រាក់ឲ្យនៅដដែលក្នុងរយៈពេលខ្លីប៉ុន្តែប្រសិនបើតម្លៃប្រេងបន្តកើនឡើងសម្ពាធអតិផរណាអាចវិលត្រឡប់មកវិញនោះវានឹងអាចផ្លាស់ប្ដូរការរំពឹងទុករបស់ទីផ្សារជារួមទីផ្សារកំពុងស្ថិតនៅចំណុចប្រសពរវាងការធូរស្រាលនៃអតិផរណានិងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងដរាបណាស្ថានភាពនៅមជ្ឈមបពានិងទិសដៅគោលនយោបាយរបស់ Fed នៅមិនទាន់ច្បាស់លាស់ទីផ្សារមាសប្រេងប្រាក់និងភាគហ៊ុនសកលអាចបន្តមានភាពប្រែប្រួលខ្លាំងសូមបន្តតាមដាន GFG Investment ដើម្បីទទួលបានព័ត៌មានសេដ្ឋកិច្ចនិងការវិភាគទីផ្សារសំខាន់ៗជារៀងរាល់ថ្ងៃ